កិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិកនិងចិនចាប់ផ្ដើមឡើងវិញនៅទីក្រុងឡុងនាថ្ងៃច័ន្ទមន្ត្រីជាន់ខ្ពស់របស់អាមេរិកនិងចិននឹងជួបប្រជុំគ្នានៅទីក្រុងឡុងដើម្បីបន្តការចរចាពាណិជ្ជកម្មដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលបេសិននិងឧបនាយករដ្ឋមន្ត្រី Haley Feng កិច្ចពិភាក្សានេះធ្វើឡើងតាមទូរស័ព្ទយ៉ាងសម្រួលរវាង Trump និង Xi ហើយកិច្ចចរចានេះបានធ្វើឡើងបន្ទាប់ពីភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីខែមុនអំពីការកាត់បន្ថយពន្ធហើយទទួលបានព័ត៌មានបន្ថែមប្រចាំថ្ងៃបងអាចចូលទៅក្នុងក្រុម Telegram របស់យើងបានទោះជាយ៉ាងណាភាពតានតឹងនៅតែបន្តឡើងវិញដោយសារការចោទប្រកាន់អំពីការបំពានកិច្ចព្រមព្រៀងបញ្ហាសំខាន់មួយគឺការបន្តការនាំចេញរ៉ែកម្ររបស់ប្រទេសចិនដែល Trump បានអះអាងថា Xi បានយល់ព្រមក្នុងការរក្សាទុកវាខណៈពេលដែលចិនបានអនុម័តនៅការនាំចេញមួយចំនួនប៉ុន្តែព័ត៌មានលម្អិតនៅតែមិនទាន់ច្បាស់លាស់ការផ្អាកពន្ធបច្ចុប្បន្ននឹងបញ្ចប់នៅខែកក្កដាដោយ Trump បានគម្រាមថានឹងដាក់ពន្ធទៅ 145% វិញសិនបើគ្មានកិច្ចព្រមព្រៀងរួមណាមួយទេចំណុចពិភាក្សាផ្សេងទៀតអាចរួមបញ្ចូលជាមួយនឹងការរឹតបន្តឹងពីអាមេរិកលើក្រុមហ៊ុន Huawei និងទឹកដីការរបស់សិស្សចិន